មកលើកនេះមកតវគ្គថ្មីហើយវគ្គនេះគឺវគ្គថ្មីហើយគេឲ្យគ្រូទាយមួយគ្រូទាយចាប់គ្នាជាក្រុមហើយក្នុងមួយក្រុមមាន3នាក់ហើយគេបែងចែកជា4ពណ៌4ក្រុមសំខាន់អ្នកដែលជាប់នឹងគឺមានតែ10នាក់ទេអញ្ចឹងគេត្រូវការ2នាក់ដើម្បីមកប្រកបក្រុមហើយឥឡូវអ្នកដែលចូលនឹងគឺគ្រូទាយប្រុសស្អាតហើយជាមួយនឹងនូសឹងប៊ីហើយហេតុផលដែលគណៈកម្មការយកពីអ្នកនឹងគឺដោយសារ2នាក់នឹងគឺគាត់ទាយរៀងឈុតខ្លាំងដែរគាត់ថាដៃគូរបស់គាត់ខ្លាំងជាងអីចឹងទៅហើយជាមួយកន្លែងនេះជីសុងគាត់ shock គាត់ចូលចិត្តសឹងប៊ីទេហើយគាត់ឌឺទៅសឹងប៊ីថាស្វាគមន៍មកកាន់សម្បុកបិសាចសំខាន់សឹងប៊ីឌឺទៅវិញទៀតហើយកន្លែងនេះពណ៌ក្រហមមួយពណ៌ខៀវគឺគេចាប់ឲ្យអស់ហើយសំខាន់ពណ៌លឿងជាមួយសឹងប៊ីជាមួយនឹងជីសុនគឺដើរទៅយកពណ៌នឹងដូចគ្នាទៀតដោយសារជីសុនគាត់ជឿទៅលើលោកយាយគាត់ឲ្យរើពណ៌នឹងហើយសឹងប៊ីគេចូលចិត្តពណ៌នឹងដែរគេដើរទៅហើយឡើងគណៈកម្មការភ្ញាក់គ្រប់គ្នាថាពីរអ្នកនឹងចូលក្រុមជាមួយគ្នាបានទៀតហើយសំខាន់ជីសុនគឺគាត់អត់ចូលចិត្តសឹងប៊ីទេប៉ុន្តែគាត់ត្រូវតែធ្វើចិត្តទទួលយកព្រោះដោយសារយកពណ៌ដូចគ្នាហើយធ្វើម៉េចហើយជាមួយតាមួយនេះមកចូលក្រុមមួយពណ៌លឿងដែរព្រោះតែគេចូលក្រុមអស់ហើយនឹងហើយតានឹងក៏ជាម្នាក់ដែលធ្វើឲ្យក្រុមសឹងប៊ីហើយមួយជីសុនចាញ់ដែរឥឡូវគេចាប់ពណ៌ចាប់ក្រុមឲ្យអស់ហើយអញ្ចឹងវគ្គហ្នឹងគឺគេមាន12នាក់អញ្ចឹងគេជម្រុះ6នាក់ចេញគេយកតែ6នាក់ទេហើយការប្រកួតតង់ទី1ហ្នឹង4ក្រុមគឺត្រូវមានមួយក្រុមឈ្នះហើយ3ក្រុមទៀតទៅប្រកួតនៅតង់ទី2대결에서 세 팀 중 한 팀이 생존합니다. ហើយអញ្ចឹងតង់ទី1ហ្នឹងគឺគេយកមនុស្ស11នាក់មកដើម្បីឲ្យគ្រូទាយទាំងអស់ហ្នឹងទាយថាណាគេគឺជាអ្នកមានដែលមានលុយ10 billion វ៉ាន់នៅក្នុងកាបូបបាលីហ្នឹងហើយនៅក្នុង11នាក់ហ្នឹងគឺមានតែ5នាក់ទេដែលជាអ្នកមានហើយអញ្ចឹងទៅវារៀងពិបាកសម្រាប់ពួកគាត់ដែរព្រោះដោយសារគាត់គ្រាន់តែមើលតែមុខហើយជាមួយនឹងមើលបាតដៃបាតជើងអីទេហើយគេឲ្យ100នាទីក្នុងការទាយហើយកំឡុងពេលទាយបើសិនជាយើងមានចម្លើយឯប៉ុន្តែម្នាក់ហ្នឹងគឺយើងសពេចសពើតែអត់ច្បាស់យើងអាចយកទៅសួរនៅកន្លែងដងនៅកណ្ដាលហ្នឹងបានហើយយើងគោះកណ្ដឹងមួយទៅដើម្បីបញ្ជាក់ចម្លើយយើងរើសហ្នឹងគឺថាត្រូវឬក៏ខុសហើយបើសិនជាវាត្រូវគឺនៅក្នុងដូហ្នឹងគឺនឹងចេញជារូបប្រច័នពេញវងតែបើអត់ត្រូវទៅគឺអត់មានចេញអីទេហើយចាំវីដេអូក្រោយខ្ញុំនឹងមកបន្តឲ្យថាក្រុមមួយណាឈ្នះ